សួស្តីអ្នកនរគ្នាខ្ញុំពុទ្ធិរាជហើយថ្ងៃនេះខ្ញុំនឹងចែកម្លែកពីបទពិសោធន៍របស់ខ្ញុំរយៈពេល9ខែនៅពេលដែលខ្ញុំ fighting ជាមួយនឹងជំងឺថប់បារម្ភរបស់ខ្លួនឯងវាពិតជាពិបាកណាស់នៅក្នុងការប្រយុទ្ធជាមួយនឹងបញ្ហាថប់បារម្ភចំណុចមួយនៅខាងក្នុងចិត្តធ្វើឲ្យខ្ញុំធ្លាក់ដល់ស្ថានភាពមួយដែលពិបាកបំផុតមានអារម្មណ៍ថានឿយហត់ទាំងផ្លូវកាយផ្លូវចិត្តរហូតដល់បោះបង់ខ្លួនឯងចោលផងដែរប៉ុន្តែមានព្រឹត្តិការណ៍មួយបានធ្វើឲ្យខ្ញុំថានៅរយៈពេល9ខែខាងមុខខ្ញុំនឹងផ្ដល់លទ្ធភាពដល់សុខភាពផ្លូវចិត្តរបស់ខ្ញុំនិងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហើយនេះជាអ្វីដែលបានកើតឡើងថ្ងៃទី19ខែកក្កដាឆ្នាំ2024ខ្ញុំបានសម្រេចចិត្តចូលសាងភ្នោះក្នុងសំណាក់ព្រះពុទ្ធសាសនាដោយសង្ឃឹមថាខ្ញុំនឹងបានទូស្រាលអំពីជីវិតហើយនឹងរួចចាក់ផុតទុក្ខដែលធ្លាប់ជួបលុះនៅពេលព្រឹកបន្ទាប់ខ្ញុំបានងើបពីសឹងនៅក្នុងកំឡុងប្រហែលជាម៉ោង4កន្លះហើយនៅថ្ងៃបន្ទាប់ដដែលហ្នឹងគឺไปធ្វើការបោះនៅទីធ្លាវត្តអារាមនិមន្តធម៌នៅលើព្រះវិហារឆាន់ចង្ហាន់រៀនភាសាបាលីក៏ដូចជាបដិបត្តិធម៌សមាធិដើម្បីសង្រួមចិត្តផងដែរសកម្មភាពដដែលនេះបានធ្វើឲ្យខ្ញុំមានសំណួរជាច្រើននៅក្នុងខួរក្បាលរបស់ខ្ញុំថាហេតុអ្វីបានមនុស្សយើងមានជីវិតណោះហើយហេតុអីបានជាអ្នកខ្លះកើតមកអាយុខ្លីអ្នកខ្លះកើតមកអាយុវែងអ្នកខ្លះក៏កើតមកក្នុងតកូលគ្រួសារដែលមានគំស្កាយទៅហើយអ្នកខ្លះក៏កើតទៅក្រីក្រម្លេះណោះតែក្រោយពីបានសិក្សានិងទទួលបានការព្រានប្រដៅពីព្រះគ្រូយល់ថានេះវាជាដំណើរនៃចិត្តពោះអ្វីគ្រប់យ៉ាងដែលកើតឡើងមានឡើងហ្នឹងគឺអត់ស្ថិតស្ថេរឡើយវាតែងតែរមែងកើតហើយរលត់ទៅវិញទៅតាមសេចក្តីធម្មជាតិរបស់វាដូចជាមនុស្សយើងផងដែររមែងតែមានការកើតចាស់ឈឺនិងស្លាប់ត្រឡប់ទៅវិញដែលយើងសម្គាល់ថាជាការរំលត់នៅខណ្ឌ5ចម្លើយដែលខ្ញុំទទួលបាននេះពិតជាធ្វើឲ្យអារម្មណ៍របស់ខ្ញុំមានភាពធូរស្រាលជាងមុនបន្តិចម្ដងពិតមែនទើបមករយៈក្រោយមកខ្ញុំបានសឹកហើយត្រឡប់មកវិញប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំក៏អត់បានបញ្ឈប់នៅទម្លាប់នៃការតាំងសមាធិនិងស្វែងយល់អំពីសភាពនៃចិត្តឡើយព្រោះខ្ញុំគិតថានេះជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំក្នុងការពង្រឹងផ្លូវចិត្តរបស់ខ្លួនឯងឲ្យកាន់តែរឹងមាំហើយអ្វីដែលលើសពីនោះទៀតខ្ញុំឃើញថាជីវិតដែលពេញលេញមួយនោះគឺការចេញមកពីការរស់រានជាមួយនឹងធម៌ពលផ្លូវកាយនិងផ្លូវចិត្តដែលរួមផ្សំជាមួយនឹងបច្ច័យនៃកុសលកម្មបាបកម្មនិងទ្រព្យសម្បត្តិដែលយើងបានកសាងហ្នឹងបូកជាមួយនឹងការអធិដ្ឋានចិត្តមួយដែលស្ថិតនៅក្នុងតុល្យភាពស្មើគ្នាដែលមិនមានការខ្វះខាតនៅធាតុណាមួយឡើយការយកឃើញនេះបាននាំឲ្យខ្ញុំបន្តសាកល្បងនៅរឿងរ៉ាវជាថ្មីជាមួយនឹងជីវិតដ៏មានរបស់ខ្ញុំហើយចាប់ផ្ដើមសូត្រធម៌ពង្រឹងរាងកាយហាត់ប្រាណយកសាច់ដុំក៏ដូចជាជ្រើសរើសយកការសមាធិក្នុងការសង្រួមផ្លូវចិត្តរបស់ខ្ញុំឲ្យកាន់តែតូចល្អិតជាងមុននិងសម្គាល់ថាខ្លួនខ្ញុំមានអ្វីដែលជាតម្លៃពិតប្រាកដក្នុងការរស់នៅបន្តទៅមុខទៀតហើយមេរៀនជីវិតមួយនេះបានបង្ហាញខ្ញុំឲ្យឃើញថានរណាម្នាក់ដែលថាមិនធ្លាប់បរាជ័យអស់សង្ឃឹមហើយត្រឡប់ងើបមកឈរវិញសូម្បីតែយើងកាលពីក្មេងមកក៏យើងធ្លាប់ដួលជាច្រើនលើកជាច្រើនសារហើយហ៊ានក្រោកឡើងរៀនដើរមកដល់ពេលបច្ចុប្បន្នផងដែរក៏ព្រោះតែយើងជឿថាលើโลกនេះយើងមានរឿងរ៉ាវជាច្រើនណាស់ដែលយើងមិនធ្លាប់ជួបប្រទះហើយមិនធ្លាប់សាកល្បងដូច្នេះយើងមានតម្លៃណាស់នៅក្នុងការផ្សងព្រេងបន្តដំណើរជីវិតនេះស្វែងរករបបកំហឹងថ្មីជាមួយនឹងអត្ថន័យមួយដែលពេញលេញតាមដំណើរចិត្តដែលយើងបានគ្រប់គ្រង Remember, everything in life happens for a reason. Good days tell you that life is beautiful. Bad days tell you that there is more to learn from life. Good people give you valuable memories, and bad people give you valuable lessons. So believe that everything in life happens for a reason.